ចំណុចទី1គឺចង់ឲ្យក្រសួងហ្នឹងគឺដល់ឲ្យយើងធ្វើការមើលនៅសេចក្តីព្រាងច្បាប់ចុងក្រោយព្រោះឥឡូវយើងអត់មាននេះទោះបីយើងថាកែប្រែមែនតែកែប្រែតែបាត់បង្ហាញទេហើយយើងនៅប្រអប់នៅឡើយទី2គឺឲ្យយើងបានផ្ដល់យោបល់ម្ដងទៀតនៅក្នុងពេលហ្នឹងទោះបីជារដ្ឋាភិបាលទៅធ្វើក៏ដោយហើយយោបល់ហ្នឹងគឺមានស្រាប់យោបល់ដោយលិខិតដែលយើងដាក់ជូនកាលពីថ្ងៃទី14 ខែ 7 កន្លងទៅតាមសេចក្តីសម្រេចប្រជុំរួមរបស់សហជីពកាលពីថ្ងៃទី12 ខែ 7 កន្លងទៅនឹងយោបល់ដែលយើងទើបតែរៀបចំជូនថ្ងៃនេះនៅថ្ងៃទី30 ខែ 7 ឆ្នាំ 2015 នេះឯងគឺយើងបានដាក់ជូនរួមតែម្ដងគេឲ្យយើងស្នើឲ្យខាងក្រសួងការងារធ្វើផ្ដល់សេចក្តីព្រាងច្បាប់ចុងក្រោយមកដល់ខាងទីខាងយើងដើម្បីមានឱកាសឲ្យពួកយើងបានផលិតមើលទៅលើសេចក្តីព្រាងចុងក្រោយហើយយើងបញ្ចូលទៅយោបល់របស់យើងដែលយើងមើលឃើញថាអ្វីដែលជាចំណុចដែលគេបានកែហើយអ្វីការតែចំណុចមួយចំនួនទៀតដែលគេមិនទាន់បានកែនេះយើងចង់ពិនិត្យលើអានឹងហើយសំខាន់ទៀតយើងក៏បានទទួលព័ត៌មានថាច្បាប់នេះក៏ឃើញថាក្រសួងការងារហ្នឹងក៏គេបានបន្ថែមដែរមេត្រាមួយចំនួនហ្នឹងមិនមែននៅត្រឹមតែនេះទេយើងឃើញ17ចំពោះដូចគ្នាប៉ុន្តែការបង្កើននៃចំនួនគេថាលក្ខខណ្ឌឃើញថាមានបន្ថែមទៅទៀតដូច្នេះហើយទើបធ្វើឲ្យខាងយើងចង់ទៀមទាមិនឲ្យបានសេចក្តីព្រាងហ្នឹងដើម្បីជាជំរឿនមួយក្នុងការជជែកគ្នាហើយថ្មីនេះក្រោយពេលដែលយើងដឹងដំណឹងថាអន្តរក្រសួងបានដឹកបន្ថែមទៀតទៅលើសិទ្ធិនិងសេរីភាពនៃការចូលរួមរបស់ពួកយើងគេបន្ថយត្រឹម 25% មកនៅត្រឹម10នាក់អាចបង្កើតសហជីពបានប៉ុន្តែដោយរំលាយសហជីពវិញគឺសមាជិកតែ 25% អាចរំលាយបានហើយជនពាក់ព័ន្ធក៏អាចស្នើសុំរំលាយបានដែរបានន័យថាតកែរោងចក្រឬក៏អ្នកណាក៏ដោយឲ្យយកឃើញថាចង់ស្នើសុំរំលាយគឺមិនដឹងទៅអាចរំលាយបានហើយនឹងរំលាយដោយតុលាការតាមរយៈក្រសួងការងារចំណុចទី2ដែលជាការកង្វល់ខ្លាំងគឺនៅក្នុងមាត្រាមួយចំនួនដែលបានធ្វើបទបង្ហាញដោយក្រសួងនេះគឺថាដើម្បីកម្មករនិយោជិតធ្វើកតកម្មបានដាច់ខាតត្រូវមានសមាជិក50 + 1ឡើងទៅរួមទាំងធ្វើមហាសន្និបាតសហជីពខ្លួនឯងនឹងក៏ដោយក៏ត្រូវ50 + 1ឡើងទៅទល់ឃើញថាបើសិនជាយើងចាប់ពីច្បាប់នេះចេញទៅបើសិនជាយើងចង់ធ្វើកតកម្មនៅតាមរោងចក្រក៏តែឧទាហរណ៍កម្មករ10000 នាក់យើងមានសមាជិកនឹងទៅត្រូវតែ 5000 ម្នាក់ឡើងទៅបានអាចធ្វើបានអញ្ចឹងគិតថាវាជាការលំបាកមែនទែនតែជូនទៅដល់អ្នកសហព័ន្ធមានបានពីតគ្នាមានវិធីសាស្ត្រច្រើននៅក្នុងសកម្មភាពដែលយើងធ្វើទី1ប្រសិនបើក្រសួងក៏អត់បានផ្ដល់សេចក្តីព្រាងចុងក្រោយទេគឺខាងសហជីពយើងនឹងរៀបចំខិតមួយដាក់ទៅខាងដោយគេថាស្ថាប័នអន្តរជាតិដែលមានសហព័ន្ធសហជីពនៅក្រៅប្រទេសដែលជាដៃគូដូចជាអ្នកវិជាទិញរួមទាំងអង្គការ ILO ជាដើមហើយខាងទៀតយើងជាថ្នាក់ដឹកនាំសហជីពដូចជាសកម្មជននៅតាមបណ្ដាមូលដ្ឋាននេះយើងក៏ក្រុមនឹងជួបជុំគ្នាដែរដើម្បីរៀបចំយុទ្ធនាការធ្វើក្នុងធំណាមួយបើសិនបើសួរការងារលោកបានធ្វើការពលសេចក្តីព្រាងចុងក្រោយទេព្រោះថាយើងមិនអាចទទួលយកច្បាប់មួយដែលមានដំណាភាពសម្រាប់បានបងប្អូនវិញណាវិញមកដល់ទីបងប្អូនអំពរទេវិជា